ខ្ញុំបានផ្លាស់ប្ដូរពីទឹកដោះគោមកជ្រើសរើសទឹកដោះពពែកាពីតាឲ្យអាមែនដានិងអេវ៉ាគាត់មុំដំបូងខ្ញុំព្រួយបារម្ភមែនទែនគឺខ្ញុំខ្លាចគាត់នឹងអត់មុំតែផ្ទុយស្រឡះទៅវិញបងប្អូនគឺគាត់ចូលចិត្តហើយនឹងមុំបានច្រើនមែនទែនហើយរយៈពេលដែលគាត់ផ្លាស់ប្ដូរមកមុំទឹកដោះពពែកាពីតាគឺខ្ញុំសង្កេតមើលឃើញថាសុខភាពរបស់គាត់ល្អគឺគាត់អត់ដែលឈឺពោះឬមួយក៏ហើមពោះរាគរូសអ្វីផ្សេងទេបងប្អូនវាធ្វើឲ្យការលូតលាស់របស់គាត់លូតលាស់បានល្អជំនួយខួរក្បាលរបស់គាត់អាមែនដាពេលដែលគាត់មុំដោះគោគឺគីឡូគាត់អត់ឡើងទេបងប្អូនគីឡូគាត់នៅថេរតែតាំងពីខ្ញុំផ្លាស់ប្ដូរមកប្រើទឹកដោះពពែកាពីតានេះមកខ្ញុំសង្កេតឃើញថាគីឡូរបស់គាត់គឺឡើងតាមស្តង់ដារនឹងជួយឲ្យការលូតលាស់របស់គាត់បានល្អ